នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានអំពាវនាវឲ្យមន្ត្រីរដ្ឋកុំគិតថាតើពួកគេនឹងទទួលបានផលប្រយោជន៍ឬលាភសក្ការៈអ្វីខ្លះពីតំណែងរបស់ខ្លួនប៉ុន្តែគួរផ្ដោតលើស្នាដៃដែលអាចបន្សល់ទុកសម្រាប់ប្រទេសនិងប្រជាជនថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្រុងស្ទឹងត្រែងនៅព្រឹកថ្ងៃទី12ខែសីហាឆ្នាំ2026លោកហ៊ុនម៉ាណែតបានរំលឹកដល់មន្ត្រីរដ្ឋអំពីការទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ខ្លួនលោកបានមានប្រសាសន៍ថាមន្ត្រីមិនគួរគិតថានៅពេលទទួលបានមុខតំណែងឬតួនាទីណាមួយតើខ្លួនអាចទទួលបានអ្វីពីតំណែងនោះឡើយលោកបន្តថាប្រសិនបើមន្ត្រីគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈតួនាទីដែលខ្លួនទទួលបាននោះគឺជាបញ្ហាមន្ត្រីគួរផ្ដោតលើអ្វីដែលខ្លួនអាចធ្វើបានដើម្បីបន្សល់ទុកជាស្នាដៃសម្រាប់ប្រទេសនិងប្រជាជនលោកក៏បានបញ្ជាក់ថាគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺត្រូវផ្ដល់អាទិភាពដល់ប្រយោជន៍ជាតិនិងប្រជាជននៅគ្រប់កលៈទេសៈប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកកិនភៀបានលើកឡើងតាមរយៈគណនី Facebook របស់លោកកន្លងមកថាអំពើពុករលួយអាចបំផ្លាញជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋធ្វើឲ្យប្រព័ន្ធអភិបាលកិច្ចចុះខ្សោយនិងប៉ះពាល់ដល់អំណាចរដ្ឋលោកបានអះអាងថាកម្ពុជាមិនគួរដោះស្រាយបញ្ហាអំពើពុករលួយតាមរបៀបដោះស្រាយជាករណីនោះទេប៉ុន្តែគួរបង្កើតប្រព័ន្ធអភិបាលកិច្ចដែលមានតម្លាភាពនិងនិរន្តរភាពលោកថាការកែលម្អអភិបាលកិច្ចមានសារៈសំខាន់សម្រាប់ការកសាងទំនុកចិត្តរបស់អ្នកការទូតបរទេសនិងអ្នកវិនិយោគិនលោកថាការកែលម្អអភិបាលកិច្ចមានសារៈសំខាន់សម្រាប់ការកសាងទំនុកចិត្តរបស់អ្នកការទូតបរទេសនិងវិនិយោគិនដែលនៅតែមានការព្រួយបារម្ភអំពីបរិយាកាសវិនិយោគនៅកម្ពុជាយោងតាមអង្គការតម្លាភាពអន្តរជាតិកម្ពុជាជាប់ចំណាត់ថ្នាក់ទី163ក្នុងចំណោមប្រទេសចំនួន182នៅក្នុងសន្ទុះការយល់ឃើញអំពីពុករលួយនៅឆ្នាំ2025ដែលបានចេញផ្សាយនៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2026